នៅឯក្រុងកែបបច្ចុប្បន្ននេះបានដំឡើងនិងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមបណ្ដោយឆ្នេរកែបដែលជាផ្នែកមួយយ៉ាងសំខាន់នៃគំនិតផ្ដួចផ្ដើមអភិវឌ្ឍទីក្រុងវៃឆ្លាតនិងជាការលើកកម្ពស់ទៅដល់កិច្ចការពារសុវត្ថិភាពសន្តិសុខសាធារណៈយន្តការនេះត្រូវបានរៀបចំឡើងដោយអាដាមសាយសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបរួមជាមួយនឹងអាដាមបណ្ឌិតសំពិសិដ្ឋអភិបាលខេត្តកែបលោកសាងប៊ុនធឿនអភិបាលរងក្រុងកែបលើកឡើងពីការដំឡើងនិងបំពាក់កាមេរ៉ាសុវត្ថិភាពនេះថាខ្ញុំបាទសាងប៊ុនធឿនអភិបាលរងក្រុងកែបតំណាងលោកអភិបាលក្រុងកែបក៏ដូចជារដ្ឋបាលក្រុងកែបទាំងមូលបាទអញ្ចឹងថ្ងៃនេះខ្ញុំអរគុណដល់អាដាមសាយសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីនគររមណីយកម្មសំណង់និងជាប្រធានក្រុមការងារចុះជួយខេត្តកែបលោកសូមអរគុណដល់អាដាមសំសិទ្ធអភិបាលនៃគណៈអភិបាលខេត្តកែបដែលបានរៀបចំផ្ដួចផ្ដើមបំពាក់កាមេរ៉ានៅតំបន់ឆ្នេរលេងទឹកនេះដែលជាកាយវិការមួយដែលគំនិតផ្ដួចផ្ដើមថ្មីសម្រាប់ការអភិវឌ្ឍក្រុងកែបដែលគេហៅថាទីក្រុងឆ្លាតវៃគេហៅថាទីក្រុង Smart City បាទមួយនេះគឺដើម្បីសម្រាប់សន្តិសុខនៅតំបន់ឆ្នេរលេងទឹកដើម្បីរក្សាបានមិនមានក្មេងទំនើងមិនមានចោរលួចមិនមានចោរឆក់មិនមានចោរប្លន់មិនមានចោរកម្មនៅតំបន់ឆ្នេរលេងទឹកទី2និយាយពីការងារសណ្ដាប់ធ្នាប់គឺការលក់ដូររបស់អាជីវករនៅតាមបណ្ដាឆ្នេរលេងទឹកក៏ដូចជានៅលើដីចំណីឆ្នេរនេះมันមានការលក់ដូររញ៉េរញ៉ៃហើយយើងមិនមានការកកស្ទះដល់ពេលបុណ្យទាននិងថ្ងៃចុងសប្តាហ៍ទី3ដើម្បីទំនុកចិត្តដល់ភ្ញៀវទេសចរដែលគាត់មកលេងកម្សាន្តនៅតំបន់ឆ្នេរលេងទឹកយើងនេះគឺមានទំនុកចិត្តខ្ពស់សម្រាប់ការបំពាក់កាមេរ៉ានេះគឺយើងមិនមានធ្វើឲ្យគាត់មានការភ័យខ្លាចព្រួយបារម្ភពាក់ព័ន្ធនឹងការងារសន្តិសុខបាទទី4នេះគឺយើងងាយស្រួលមើលការងារបរិស្ថានបាទការចោលសម្រាមពាសវាលវះកាលដែលការមិនយកចិត្តទុកដាក់ជាមួយនឹងបងប្អូនវិជីវករក៏ដូចជាភ្ញៀវទេសចរដែលមកលេងហើយមិនមានការយកចិត្តទុកដាក់អំពីការចោលសម្រាមពាសវាលវះកាលនេះបាទសូមបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះរដ្ឋបាលខេត្តកែបជាពិសេសអាដាមអភិបាលខេត្តលោកក៏បានដឹកនាំគ្រប់សកម្មភាពដើម្បីកសាងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបម្រើឲ្យការអភិវឌ្ឍខេត្តកែបជាពិសេសជំរុញទៅដល់ការរៀបចំឲ្យមានកំណើនទេសចរមកកាន់ខេត្តកែបកាន់តែច្រើនឡើងពីខ្ញុំហ៊ុយបន្លែង LTNG News ខេត្តកែបភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពី Yinsen